លោក Colin Hession ប្រធានយុទ្ធសាស្ត្រទំនិញដែលអាចជួញដូរបាននៅធនាគារ Saxo Bank បាននិយាយថាការកើនឡើងប្រចាំខែនៃតម្លៃប្រាក់និងមាសបានធ្វើឲ្យស្ថានភាពជួញដូរកាន់តែពិបាកដែលរួមចំណែកទៅដល់ភាពមិនប្រកបប្រជានាពេលបច្ចុប្បន្នលោកបានបន្ថែមថាសកម្មភាពនៅថ្ងៃនេះបើមើលដាច់ដោយឡែកគឺពិតជាឈួតឡប់មែនទែនក៏ប៉ុន្តែប្រសិនបើយើងពិនិត្យមើលរូបភាពធំត្រឹមមួយសប្តាហ៍មុនវាคล้ายជារឿងធម្មតាទៅវិញសម្រាប់ទីផ្សារមាសដែលធ្លាប់តែមានភាពចាស់ទុំក៏ប៉ុន្តែឥឡូវបែរជាមានចរិតដូចក្មេងជំទង់ដែលឆេវឆាវមិនខុសពីទីផ្សារប្រាក់នោះទេដោយឡែកលោក Matteo Pigot នាយកផ្នែកមាសនិងប្រាក់នៅ Mental Focus បានពិពណ៌នាអំពីការហក់ឡើងនៅក្នុងខែមករាថាជាការរំភើបដែលមិនសមហេតុផលហើយលោកបានយល់ថាការធ្លាក់ចុះបច្ចុប្បន្នគឺជាការកែតម្រូវដ៏ល្អមួយសម្រាប់សុខភាពទីផ្សារទោះបីជាសម្ពាធនៃការលក់ចេញយ៉ាងខ្លាំងក្លាក្តីក៏អ្នកវិភាគមិនជឿថាវានឹងធ្វើឲ្យខូចខាតទៅដល់និន្នាការកើនឡើងជារួមនៅក្នុងទីផ្សារនោះទេទោះបីជាអ្នកវិភាគជាច្រើនបានព្រមានវិនិយោគិនកុំឲ្យប្រញាប់ប្រឡូកចូលទីផ្សារលឿនពេកក៏ដោយក៏ប៉ុន្តែពួកគេរំពឹងថាការធ្លាក់ចុះនេះនឹងក្លាយទៅជាឱកាសសម្រាប់អ្នកទិញចូល